មហាសេដ្ឋី Bill Gates ត្រូវបានគេអញ្ជើញទៅធ្វើបទបង្ហាញនៅវិទ្យាល័យមួយគាត់បានដកយកក្រដាសមួយសន្លឹកពីក្នុងហោប៉ៅនិងមានគតិអប់រំចំនួន11ចំណុចគាត់បានអានចំនួន15នាទីប៉ុណ្ណោះតែត្រូវបានអ្នកអង្គុយស្ដាប់ទះដៃអបអរសាទររហូត15នាទីដើម្បីថ្លែងអំណរគុណគាត់ដែលបានមកចែករំលែកតើអត្ថន័យក្នុងក្រដាស11ចំណុចនោះមានអ្វីខ្លះសូមតាមដានស្ដាប់ទាំងអស់គ្នាដូចតទៅ 1. ជីវិតមិនដែលងាយស្រួលឡើយត្រូវទម្លាប់រស់នៅឲ្យបាន 2. ពិភពលោកនេះមិនខ្វល់ពីអ្នកឲ្យតម្លៃខ្លួនឯងយ៉ាងណានោះទេពិភពលោករងចាំអ្នកធ្វើអ្វីមួយឲ្យមានប្រយោជន៍សិននោះទើបអ្នកបានទទួលផលល្អសម្រាប់ខ្លួនឯងវិញ 3. មិនមែនចេញពីសាលាភ្លាមអ្នកអាចរកលុយបានរាប់ម៉ឺនដុល្លារនោះទេអ្នកក៏មិនអាចធ្វើជាអនុប្រធានក្រុមហ៊ុនមួយដែលមានរបបឡាននិងទូរស័ព្ទស្រាប់ដែរលុះត្រាតែអ្នកសន្សំលុយទិញឡាននិងទូរស័ព្ទនោះដោយខ្លួនឯង 4. ប្រសិនបើអ្នកគិតថាសម្ដីរបស់លោកគ្រូអ្នកអសុរោះនោះចាំដល់ពេលអ្នកមានចៅហ្វាយនាយសិននោះគាត់នឹងមិនដែលសុំទោសអ្នកឡើយ 5. ការលក់កាសែតឬការធ្វើការរកលុយនៅក្នុងវិសមការមិនមែនធ្វើឲ្យអ្នកអាប់អោននោះទេជីដូនជីតារបស់អ្នកហៅថានេះគឺជាឱកាស 6. បើសិនអ្នកបរាជ័យវាមិនមែនជាកំហុសរបស់ឪពុកម្ដាយអ្នកទេអញ្ចឹងកុំចាំត្អូញត្អែពីកំហុសរបស់អ្នកតែត្រូវរៀនដកពិសោធន៍ពីវាវិញ 7. នៅមុនពេលដែលអ្នកកើតឪពុកម្ដាយរបស់អ្នកមិនលំបាកដូចឥឡូវនេះនោះទេគាត់លំបាកតែរកលុយចិញ្ចឹមកូនបោកខោអាវនិងឮកូននិយាយថាពួកគាត់គួរឲ្យចង់សោចហេតុដូចនេះមុននឹងចង់សង្គ្រោះភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយចង់កែលម្អកំហុសរបស់ជំនាន់ឪពុកម្ដាយអ្នកនោះចូលខំសម្អាតបន្ទប់អ្នកជាមុនសិន 8. នៅក្នុងសាលារៀនអ្នកឈ្នះឬអ្នកចាញ់មិនសូវខុសគ្នាប៉ុន្មានទេប៉ុន្តែក្នុងជីវិតពិតវិញមិនដូចគ្នាឡើយនៅសាលាខ្លះអ្នកមិនដែលធ្លាក់លើសពី1ឆ្នាំនោះទេហើយអ្នកមានឱកាសច្រើនណាស់ដើម្បីប្រឡងជាប់ប៉ុន្តែនៅក្នុងជីវិតមិនដូចគ្នាទេបើអ្នកបណ្ដោយឲ្យឱកាសកន្លងផុតទៅអ្នកមុខជាត្រូវបណ្ដេញចេញហើយដូច្នេះត្រូវខិតខំឲ្យត្រូវចាប់ពីដើមទីទៅចាប់តាំងពីដើមទីទៅ 9. ជីវិតមិនមែនបែងចែកឈរមាសដូចក្នុងសាលាទេអ្នកមិនដែលមានវិសមកាលទេហើយក៏មិនដែលមាននយោជិតណាដែលជួយធ្វើការឲ្យអ្នកនៅពេលចប់ឆ្នាំដែរ 10. ទូរទស្សន៍មិនមែនជាជីវិតពិតនោះទេនៅក្នុងជីវិតពិតរបស់មនុស្សចេញពីក្លឹបឬបារដើម្បីទៅធ្វើការ 11. កុំមើលងាយអ្នកណាដែលអ្នកគិតថាមិនបានការភាគរយច្រើនថ្ងៃក្រោយទៅអ្នកអាចនឹងធ្វើការឲ្យអ្នកណាមួយក្នុងចំណោមពួកគេនោះបើអ្នកដឹងរឿងទាំងអស់នេះហើយអ្នកមានសេចក្តីសុខហើយខ្ញុំនាំសេចក្តីសុខឲ្យអ្នក SG Pro ជួយសម្រួលបញ្ហាស្រវាំងភ្នែកនោមញឹកក្រហាយបាតដៃបាតជើងនិងជួយបញ្ចុះជាតិស្ករក្នុងឈាមល្អបំផុតសម្រាប់អ្នកមានបញ្ហាទឹកនោមផ្អែម